កូនហើយនឹងឪពុកយំសោកពេញផ្ទះព្រោះតែម្ដាយត្រូវបានគ្រូអាគមខាបអូសទាញយកទៅបាត់អស់រយៈពេលជិត4ឆ្នាំដោយកូនបានបញ្ជាក់បន្ថែមថាចាប់តាំងពីម្ដាយរបស់ពួកគេត្រូវបានគ្រូអាគមធ្វើអំពើដាក់ភ្លាមម្ដាយរបស់ពួកគេក៏ចាប់ផ្ដើមលេងស្គាល់កូនហើយនឹងប្តីហើយថែមទាំងចោទកូនរបស់ខ្លួនឯងថាគ្រាន់តែជាពួកវង្វេងកំណើតមកខ្ចីផ្ទៃរបស់គាត់ដើម្បីចាប់កំណើតតែប៉ុណ្ណោះដូចនេះសុំមិនទទួលស្គាល់ថាជាកូននោះឡើយលោកយាយអ៊ីគីនដែលត្រូវជាម្ដាយរបស់បងស្រីដែលត្រូវបានគ្រូអាគមខាបយកទៅបានរៀបរាប់ថាកូនស្រីរបស់គាត់ចាប់តាំងពីត្រូវបានគ្រូអាគមខាបយកទៅហើយធ្វើអំពើដាក់ភ្លាមក៏មកសុំប្តីលេងលះគ្នាភ្លាមហើយចាប់ផ្ដើមកំរល់ចូលរោគរឿងអ្នកផ្ទះស្ទើរតែគ្រប់គ្នាតែម្ដងប្អូនថ្ងៃនេះជាកម្មវិធីខួបកំណើតរបស់ប្អូនផ្ទាល់ហ៎ចា៎មូលហេតុអ្វីបានជានៅក្នុងកម្មវិធីខួបកំណើតបែរជាប្អូនរួមទាំងបងប្អូន3នាក់បាទនាំគ្នាយំទឹកភ្នែកសស្រិកសស្រាក់អត់ឈប់ឈរបែបនេះជួយបញ្ជាក់បងប្អូនមហាជនម៉ាក់ខ្ញុំអត់នៅម៉ាក់ខ្ញុំគាត់ទៅបាត់ហើយគាត់បានមកចូលរួមខួបកំណើតនឹង74ឆ្នាំហើយ74ឆ្នាំហើយខួបកំណើតគឺមិនដែលមានម្ដាយចូលរួមចា៎គាត់ទៅណាបានជាមិនអាចចូលរួមក្នុងកម្មវិធីខួបកំណើតរបស់ប្អូនបានគាត់ទៅជាមួយគេគាត់ត្រូវមុនអាគមគេយកគាត់ត្រូវមុនអាគមគេទៅតាមគេគេយកគាត់ទៅរហូតដល់ភ្លេចកូនភ្លេចអីអស់លលីងចឹងទៅចា៎ពូហើយក៏ចុះឪពុករបស់ប្អូនឪពុកខ្ញុំនៅជាមួយខ្ញុំរាល់ថ្ងៃទេនៅនឹងរាល់ថ្ងៃទេប៉ុន្តែគាត់ទៅចោលទាំងប្អូនដែលជាកូន3នាក់នេះហើយចោលទាំងប្តីទៀតចា៎អូជារឿងពិតទេប្អូនម្ដាយត្រូវអាគមគេរហូតដល់ភ្លេចកូនភ្លេចប្តីរយៈពេល4ឆ្នាំហើយមិនដែលមករកកូនរកប្តីចា៎ជាការពិតណាជាការពិតហើយគាត់លេងគ្នាបាត់ហើយលេងនឹងលេងមុនពេលដែលត្រូវអាគមឬក្រោយពេលត្រូវអាគមលេងត្រូវពេលត្រូវអាគមនឹងក្រោយពេលត្រូវអាគមក៏លេងប្តីទៅចាអូបងប្អូនហើយជាការពិតណាបងប្អូនណាចាអញ្ចឹងបងប្អូនអាយុប្រហែលហើយឆ្នាំនេះឆ្នាំហ្នឹងខ្ញុំអាយុ18ឆ្នាំហើយ18ឆ្នាំហើយចាហើយនេះបងប្អូនស្រីណានេះកូនពៅហើយនោះទី2ហើយបងប្អូនឯងបងគេចាអូគាត់ប្លុក Facebook អីចោលអស់ហើយប្លុក Facebook កូនចោលទៀតចាជុំអងចិត្តនឹងគាត់ដែរក៏ប៉ុន្តែអត់ស្អប់ទេព្រោះមិនមែនជាគាត់ទេតែគេឲ្យគាត់ធ្វើអញ្ចឹងគេគ្រប់គ្រងគាត់ណាចាត្រូវអាគមត្រូវអីគ្រប់គ្រងគាត់ទាំងបងប្អូនអត់មានថាខឹងស្អប់គាត់ទេណាអត់ទេព្រោះបងប្អូនបានយល់ថាមិនមែនជាចេតនាចេញពីបេះដូងគាត់ទេដែលគាត់ធ្វើបែបនេះចាតែដោយសារមានអ្វីមកឃុំគ្រងបង្កប់បញ្ជាពីលើគាត់ហើយប្រហែលឆ្នាំហើយបងប្អូនជួយបញ្ជាក់ដែលម្ដាយទៅរយៈពេល3ឆ្នាំជាង74ឆ្នាំ3ឆ្នាំជាង74ឆ្នាំចាអញ្ចឹងគាត់អត់ដែរថាតាកតងមកកូនសួរនំសុកទុកឬក៏មលេងអីទេអត់ទេណាអត់ដែរទេអត់សោះហ្មងចុះបងប្អូនដែលបានតាកតងសួរនំទៅរកគាត់ទេខ្ញុំអត់អាចតាក់ទងគាត់បានព្រោះគាត់ផ្លាស់ប្ដូរគ្រប់ប្រព័ន្ធអស់ហើយគាត់បានប្លុកលេខចោលអស់ទៀតបងអូនថាម្ដាយបានត្រូវអាគមគេអាគមអ្នកណាគេនៅឯណាអ្នកដែលដាក់អាគមគាត់ហ្នឹងអាគមរបស់គ្រូដែលនៅឃ្លាំងលើនៅចំណោទយាយម៉ៅនៅឃ្លាំងលើទឹកដីភាសានុហ្នឹងឯងចាហើយមូលហេតុអីបានម្ដាយបងអូនទៅស្គាល់គ្រូនឹងទៅត្រូវអាគមទៅអូសទាញអីផ្សេងដោយសារតែការរកស៊ីទៅគាត់ចង់តាក់ទងគ្រូឲ្យមានបានអញ្ចឹងទៅគាត់ក៏រកគ្រូហើយដល់ពេលអញ្ចឹងទៅក៏ស្រាប់តែក៏មានរឿងនឹងកាត់ឡើងរហូតមកចាឥឡូវហ្នឹងបានន័យថាគ្រូហ្នឹងគាត់ហៅម្ដាយបងឯងទៅនៅហ្នឹងអញ្ចឹងបានន័យម្ដាយបងឯងហ្នឹងទៅនៅជាមួយគ្រូហ្នឹងហ្មងចាគាត់ទៅនៅយកគ្នានៅហ្នឹងហ្មងចាអូអញ្ចឹងចោលកូនចោលប្តីចោលម្ដាយបកើតអីអស់អញ្ចឹងចាបាទយកប្អូនដែរទៅរើគាត់នៅផ្ទះទេខ្ញុំធ្លាប់ជិះកាត់ទៅរកគាត់ដែរប៉ុន្តែអត់ដែរឃើញទេទ្វារបិទរហូតអូនអត់មានថាទៅស្រែកហៅម៉ែអើយចេញមកវិញគឺអត់ដែរទេធ្លាប់ម្ដងកាពេលប្រជុំហ្នឹងជិះឡានទៅជុំគ្នាពេលចេញពីវត្តហ្នឹងឃើញគាត់នឹងគេឲ្យគាត់នាំគ្នាស្រែកហៅគាត់ប៉ុន្តែគាត់ដើរចេញគាត់នេះឃើញហើយគាត់រត់ចូលក្នុងវិញពេលឃើញកូនហ្នឹងពេលឃើញយើងជាកូនហ្នឹងគាត់ដើរចេញទៀតកិច្ចហ្មងកិច្ចយើងហ្មងនៅមុខផ្ទះគ្រូហ្នឹងមែនចាអត់ស្គាល់យើងរស់នៅហ្នឹងគឺសង្ងំក្នុងហ្នឹងហ្មងចាកៅអៀកក្តៅខុនម៉ៃជួយបំបត្តិការឈឺចាប់តាមរាងកាយឈឺសន្លាក់ខ្លះក្រេកជាប់សរសៃបានយ៉ាងល្អធានាប្រើមិនបានផលបដូរលុយជូនវិញទំនាក់ទំនងលេខទូរស័ព្ទ016 69 59 55